អ្នកភូមិដើរបេះផ្លែគុយប្រទះឃើញវ៉ាលីសមួយឆ្ងល់បើកមើលឃើញសពមនុស្សម្នាក់ខេត្តកោះកុងសេចក្តីរាយការណ៍បឋមឲ្យដឹងថាកាលពីព្រឹកថ្ងៃទី25ខែមីនាឆ្នាំ2025មានអ្នកស្រុក3នាក់ដើរក្នុងព្រៃរកបេះផ្លែគុយលុះដើរទៅដល់ចំណុចបង្គោលគីឡូលេខ38តាមបណ្ដោយផ្លូវជាតិលេខ10ចាស់ស្ថិតនៅភូមិកោះប៉ោឃុំប៉ាក់ខ្លងស្រុកមណ្ឌលសេមាខេត្តកោះកុងក៏ប្រទះឃើញវ៉ាលីសមួយកប់ដីនៅក្បែរផ្លូវនោះអ្នកដើរបេះគុយមិនបានចាប់អារម្មណ៍ទៅលើវ៉ាលីសនោះភ្លាមទេហើយក៏ចេះតែនាំគ្នាដើររកបេះផ្លែផល្លារហូតដល់វេលាម៉ោងប្រមាណ7យប់ថ្ងៃដដែលទើបនាំគ្នាយកដំណឹងនេះទៅរាយការណ៍ប្រាប់សមត្ថកិច្ចកងរាជអាវុធហត្ថដែលមានមូលដ្ឋានប្រចាំការនៅទីនោះដើម្បីទៅពិនិត្យមើលឲ្យដឹងការពិតថាតើនៅក្នុងវ៉ាលីសមានរបស់អីទៅនៅដែលគេយកទៅភ្លក្សចោលនោះពុទ្ធោជាសាកសពមនុស្សម្នាក់ដែលគេនៅមិនទាន់ស្គាល់អត្តសញ្ញាណក្រោយពេលដឹងថានៅក្នុងវ៉ាលីសនោះមានសាកសពយ៉ាងដូច្នោះកម្លាំងកងរាជអាវុធហត្ថបានជូនដំណឹងភ្លាមទៅសមត្ថកិច្ចនគរបាលគ្រប់លំដាប់ថ្នាក់ពីមូលដ្ឋានរហូតដល់ស្រុកខេត្តដើម្បីបង្កើតគណៈទៅពិនិត្យកន្លែងកើតហេតុសេចក្តីរាយការណ៍បន្តថាលុះព្រឹកថ្ងៃទី26ខែមីនាឆ្នាំ2025គេបានឃើញកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសេមាសហការជាមួយការិយាល័យនគរបាលជំនាញព្រំទណ្ឌកម្រិតធ្ងន់និងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនិងគ្រូពេទ្យខេត្តកម្លាំងកងរាជអាវុធហត្ថខេត្តដោយមានបទបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍តូស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងក្រោមការសម្របសម្រួលពីស្ថាប័នឲ្យការអំសាលាដំបងខេត្តបានចុះទៅពិនិត្យវ៉ាលីសនោះក៏ឃើញមានសាកសពមនុស្សស្លាប់ពិតប្រាកដមែនពេលនោះគណៈកម្មការបានពិនិត្យនិងធ្វើកសវិจัยលើសាកសពដែលជនរងគ្រោះមានស្ថានភាពហើមស្អុយរលួយនិងអាចត្រូវឃាតករសម្លាប់រយៈពេល5ថ្ងៃហើយដែលនោះសង្ស័យជាអំពើឃាតកម្មតែទោះជាយ៉ាងណាក្តីសមត្ថកិច្ចបាននឹងកំពុងដុតដៃដុតជើងស្រាវជ្រាវលើករណីឃាតកម្មនេះដោយមិនទុកឲ្យជនដៃដល់បានរួចផុតពីសំណាញ់ច្បាប់នោះទេ